Ok luôn nè nè ngày điคือខ្ញុំនឹងមកលេង World Hardcore របស់ខ្ញុំតទៀតហើយខាងក្រោយនេះគឺជាធំគោដែលខ្ញុំធ្វើបានវីដេអូនេះមានអីក៏ពីខ្ញុំមកមើលខ្ញុំធ្វើធំគោមួយហ្នឹងទៅតោះចាប់ដើមវីដេអូរបស់យើងជាមួយនឹងថ្ងៃថ្មីគឺជាថ្ងៃទី19អូខេ hello អ្នកនេះយើងមកជួបគ្នាម្ដងទៀតជាមួយនឹង World Hardcore របស់ខ្ញុំហើយមានប្រូនេះគាត់សួរថាថ្មីបានដោន map នៅកន្លែងផ្ទះយើងបានហើយហ្នឹងគឺយើងដាក់ mode zero mini map ដាក់ mode ហ្នឹងទៅគឺយើងអាចដោន map បានហើយតោះ hello យើងកុំខាតពេលយូរទៅកាប់ឈើយកឈើអីមកធ្វើទង្គោហ្នឹងសិនអូខេមុននឹងថាចាប់គោនៅកន្លែងនោះតែមើលទីតាំងអត់សូវល្អហើយឥឡូវនេះគឺខ្ញុំចង់មកធ្វើនៅក្រោយពទាយកហ្មងទៅធ្វើកន្លែងហ្នឹងហ្មងអូខេតោះខ្ញុំធ្វើទង្គោមួយសិនហើយអូខេមិនយកទេដេកមួយសិន Good night មេឃលឿយដោះយើងធ្វើតវោធង្គោយើងតទៀតធ្វើសុកមេឃភ្លៀងបាទអត់ទេធ្វើតវោធង្គោទាំងភ្លៀងមកតស៊ូដើម្បីឲ្យគោរស់នៅអ្នកគ្នាមើលពេលទឹកភ្លៀងមកចំទឹកអូលយហ្នឹងខ្ញុំមិនដឹងម៉ូតអីទេនេះដាក់ចោលដាក់ឡើងទៅវាចេញមកលយតែធ្លាក់មកចំទឹកទៅវាចេញទៅដល់ទឹកភ្លៀងដោយសារmìnhចូលផ្ទះអត់មានសូវឡូវមកដាំសូវដាក់ជីមួយធ្វើចឹងលឿនឆាប់បានហើយណាមួយមានឆ្អឹងខ្លះដែរអូខេដូចជាបានអូឡើង33មកណោះចឹងយើងយកទៅហៅគោសិនដើម្បីអូគោចូលធុងឡូវនេះយើងអូគោមកបាន2ក្បាលហើយវាចូលធុងមួយសិនអូខេមេឃដូចជាយើងយប់ដែរយើងដេកសិនទៅ Good night តោះមេឃលឺយើងតបេសកកម្មយើងទៅរកគោមកដាក់ធុងទៀតនេះខ្ញុំទៅចាប់អារម្មណ៍នេះមើលអីនៅលើដីមើលដូចវាពណ៌ហោះលើដីមិនស្អាតនេះមើលស្អាតអត់ Oh my god នេះលយមែនតាខ្ញុំចង់ចូលចិត្តមានពពកមានអីលើដីលយមកแล้วអូគោទៅមួយសិនឃើញគោមួយគៀននេះមកអូនចូលធុងបងសិនមកឃើញគោមួយមិញដូចមិនអស់ចិត្តចង់ចាប់វាមួយទៀតមកដាក់ឲ្យបាន4គូយីមែនបើឃើញអាផ្សែងលើដីមានអារម្មណ៍ថាពេញចិត្តមកនេះមើលពីក្រោយយ៉ាងហូតដើរឃើញផ្សែងលយអូនខ្ញុំឃើញនេះនៅលើភ្នំនោះខ្ញុំទៅចាប់វាមកសិនមកអូនបងនាំអូនឯងទៅហោសង្សារណែនេះសង្សារណែក្នុងធុងនេះចូលមកដល់ធុងគោដូចយ៉ាងងឹតដាក់ថយពីវាកក់សិនអូខេហើយជាថាពណ៌ហើយហើយបាត់នេះបាត់ផ្សែងឥឡូវខ្ញុំដាក់សាដឺមួយសិនអូខេរួចហើយខ្ញុំនិយាយមែនមានសាដឺស្អាតដែលស្អាតជាងសាដឺមេឡូនេះទេវាថាវាស្អាតហើយអត់សូវគាំងទៀតមើលខ្ញុំអូសបានដល់ 40 fps ដល់មកចេញមើលI have no enemy แล้วមើលខាងគោខ្ញុំបានធ្វើហើយវីដេអូក្រោយគឺខ្ញុំនឹងធ្វើអីទៀតពេលនេះកុំភ្លេចជួយ like ខ្ញុំផងអរគុណច្រើន